ថ្ងៃប្រហុបទី12ខែកញ្ញាឆ្នាំ2024ក្រុងតាខ្មៅតំបន់បឹងព្រែកស្អប់មានភ្លៀងធ្លាក់តិចព្រមទាំងខ្យល់ត្រជាក់ប៉ុន្មានដងបណ្ដាលឲ្យផ្លូវលើក្បាលស្ពានស្ទឹងមាន់សាមស្អិតពេលនោះប្រជាជនជិតមិនសូវចេញក្រៅទេព្រោះជាយប់ជិតម៉ោង10តែជាប្រចាំគេសំឡេងម៉ូតូដើរមួយគ្រឿងបើកតាមផ្លូវក្បែរបឹងជនមួយក្រុមនៅក្បែរ kiosk ឧបករណ៍ទូរស័ព្ទនិយាយថាក្អីនេះសំឡេងម៉ូតូរបស់ស្រីណូវិញហើយនាងតែងតែយកទំនិញទៅផ្ទះអតិថិជនយប់ស្រីណូអាយុ22ឆ្នាំជាស្ត្រីសាមញ្ញធ្វើការជាកម្មករនៅរោងចក្រហើយនៅពេលល្ងាចនាងបើកម៉ូតូតូចលក់ទឹកកកនិងកាហ្វេដើរកូនស្រីតូចមួយរបស់ម្ដាយម្នាក់នៅតែស្រឡាញ់នាងខ្លាំងព្រោះនាងជាមនុស្សធ្វើការរ៉ាប់ខ្លួនស្លូតត្រង់និងមិនធ្លាប់ចូលរួមជែកចរជាមួយអ្នកណាម្នាក់ទេយប់នោះបន្ទាប់ពីចេញពីរោងចក្រម៉ោង8នឹងពាក់កណ្ដាលនាងបានផ្ញើសារ Telegram ទៅម្ដាយថាបុម៉ាក់ខ្ញុំទៅផ្ញើទំនិញទីចុងក្រោយនៅផ្ទះអតិថិជនជិតបឹងព្រែកស្អប់ហើយត្រឡប់វិញភ្លាមម៉ាក់កុំបារម្ភប៉ុប៉ុន្តែទាំងមួយយប់នោះនាងមិនទាន់ត្រឡប់មកទេទូរស័ព្ទត្រូវបានបិទព្រឹកថ្ងៃសុក្រម៉ោង6ក្រុមអ្នកត្រីម្នាក់ឃើញរបស់ចម្លែកបណ្ដោយច្រាំងបឹងគេនិយាយថាមើលទៅដូចជាមនុស្សឬហ្គេមួយចាស់ជាប់ក្នុងស្លឹកព្រើនិងសាខាត្នោតជាប់ទឹកពេលចូលទៅជិតគេឃើញថាគឺជាសាកសពស្ត្រីម្នាក់ស្លៀកអាវពណ៌ផ្កាឈូកខ្ចីមានស្នាមស្រាប់ស្នាមនៅលើដៃនិងមុខក្រុមជនជាប់បណ្ដាញសហគមន៍ភ្លាមបានជូនដំណឹងទៅប៉ុស្តិ៍ប៉ូលីសបឹងព្រែកស្អប់ប៉ូលីសមកដល់ទីតាំងប្រហែលម៉ោង7:30ព្រឹកអ្នកស៊ើបអង្កេតម្នាក់ឈ្មោះលេហៀងវុធីដែលមានបទពិសោធន៍ស៊ើបអង្កេតជាច្រើនឆ្នាំបានទៅដល់កន្លែងកើតហេតុជាលើកដំបូងគាត់សង្កេតជុំវិញសាកសពស្ត្រីម្នាក់នៅស្ថានភាពស្លាប់ប្រហែល8ម៉ោងទៅហើយគ្មានកាបូបឬទូរស័ព្ទមានស្នាមរុញនិងស្រាប់ស្នាមនៅជុំវិញក្បែរនោះមានស្នាមកង់ម៉ូតូ2រុញទៅតាមដងផ្លូវកៅស៊ូសាមគាត់សួរពលរដ្ឋជុំវិញថាតើមាននរណាម្នាក់សំឡេងចម្លែកឬឃើញអ្វីពេលយប់មិញទេអ្នកចាស់ជ្រុលម្នាក់ឈ្មោះលោកសាន់ឆនតបថាយប់មិញប្រហែលម៉ោង10:10នាទីខ្ញុំមានសំឡេងម៉ូតូនិងសំឡេងស្រីម្នាក់ហៅសូមជួយតែមិនដឹងមកពីណាព្រោះខ្យល់កំពុងខ្លាំងខ្ញុំគិតថាក្មេងលេងរំខានទេពេលនោះប៉ូលីសសង្ស័យថាជាករណីឧក្រិដ្ឋកម្មធ្ងន់គេបានរៀបចំក្រុមពិនិត្យភស្តុតាងនិងយកសាកសពទៅវេជ្ជសាស្ត្រសម្រាប់ពិនិត្យពេលទទួលលទ្ធផលវេជ្ជសាស្ត្រប៉ូលីសបានដឹងថាជនរងគ្រោះត្រូវបានសង្កត់ក៏ហើយស្លាប់មុននឹងត្រូវទម្លាក់ចូលទឹកព័ត៌មាននោះធ្វើឲ្យអ្នកស៊ើបអង្កេតវុធីមានអារម្មណ៍សោកសៅខ្លាំងព្រោះស្រាប់តែគាត់គិតដល់ករណីចាស់ដែលស្រដៀងគ្នាកាលពី3ឆ្នាំមុននៅកំពង់ស្ពឺពេលដែលប៉ូលីសត្រឡប់មកការិយាល័យសារព័ត៌មានចាប់ផ្ដើមបង្ហាញរូបភាពសាកសពនិងសរសេរថាជាស្ត្រីវ័យក្មេងត្រូវសម្លាប់នៅតំបន់បឹងព្រែកស្អប់សង្ស័យជាករណីប៉ុនប៉ងរំលោភមុនស្លាប់សារនោះធ្វើយីមីដានាងស្រីណូសន្លប់ភ្លាមបងប្រុសនាងរបស់នាងបានរត់ទៅមន្ទីរពេទ្យយកលទ្ធផលសាកសពហើយបញ្ជាក់ថាគឺជាស្រីណូពិតប្រាកដនៅពេលបញ្ចុះសពប៉ូលីសស្នើសុំអនុញ្ញាតឲ្យស៊ើបអង្កេតបន្តដោយការទាញយកទិន្នន័យទូរស័ព្ទ Telegram Facebook និង Call History របស់ជនរងគ្រោះពេលនោះគេរកឃើញសារ Telegram ចុងក្រោយពីកនីឈ្មោះកសកហេងបញ្ជាក់ថាបងនៅជិតបឹងហើយនាងមកផ្ញើទំនិញនេះមកត្រឡប់មុនម៉ោង10បានហើយនោះប៉ូលីសស៊ើបអង្កេតទៅលើកនីនោះទៀតឃើញថាជាបុរសម្នាក់អាយុ28ឆ្នាំឈ្មោះពិតសុកហេងអ្នកបើកម៉ូតូតាក់ស៊ីតូចដែលជាប់នៅជិតទីក្រុងតាក់មើលគាត់ធ្លាប់មានបទពិសោធន៍ពាក់ព័ន្ធនឹងករណីប្រើហិង្សាតែត្រូវបានដោះសោមក2ឆ្នាំមុនអ្នកស៊ើបអង្កេតវុធីនិងក្រុមប៉ូលីសបានទៅសួរគាត់នៅផ្ទះជួលនៅពេលដល់គេឃើញថាសុកហេងមានស្នាមពណ៌ខៀវត្នោតនៅនឹងដៃពេលសួរថាតើបានទៅណាថ្ងៃប្រហ័បយប់នោះគាត់និយាយថាខ្ញុំនៅផ្ទះទាំងយប់មិនបានចេញទៅណាទេអាចស្នាមនេះបានពីធ្វើការជួសម៉ូតូប៉ុន្តែជនជាប់ចិត្តនិយាយថាយប់នោះគាត់បានឮសំឡេងម៉ូតូគាត់ចេញប្រហែលម៉ោង9:45ក្រោយមកទៀតវិលមកវិញប្រហែល11យប់មានសំឡេងទឹករ៉ែបាញ់លើដៃរបស់គាត់និងគាត់ដោះអាវចោលប៉ូលីសស្នើឲ្យគាត់ទៅសាកសំលើស្លាកស្នាមស្នែងលើកង់ម៉ូតូពេលវាស់សញ្ញាគ្រឿងភស្តុតាងកង់ម៉ូតូសុកហេងមានស្នាមកៅស៊ូស្រដៀងនឹងស្នាមដែលរកឃើញនៅកន្លែងកើតហេតុវុធីចាប់ផ្ដើមសង្ស័យខ្លាំងគាត់បានស្នើសុំសាកសពទទួលសក់និងសាច់ដុំសម្រាប់ធ្វើការបញ្ជាក់ដណាប្រសិនបើមានសញ្ញាចូលរួមពីជនសង្ស័យមុនចេញពីការិយាល័យឧត្តមសេនីយ៍ប្រតិបត្តិតែបាននិយាយទៅវុធីថាកុំឲ្យសារព័ត៌មានដឹងពេកប្រយ័ត្នករណីនេះអាចមានអ្នកលើមុខពាក់ព័ន្ធត្រូវប្រើភស្តុតាងជាក់លាក់ប៉ុណ្ណោះគវុធីដកដង្ហើមយឺតមើលកញ្ចក់អ៊ុតខ្លួនឯងហើយនិយាយក្នុងចិត្តថាវស្រីណូកុំបារម្ភទេខ្ញុំនឹងរកឲ្យឃើញថានរណាធ្វើឲ្យអូនបាត់ជីវិតបែបនេះអំពើក្រិតកម្មមួយបានចាប់ផ្ដើមជាផ្លូវការស៊ើបអង្កេតពិតប្រាកដនឹងចាប់ផ្ដើមពីទីនេះសប្តាហ៍បន្ទាប់ពីការស្លាប់របស់ស្រីណូការស៊ើបអង្កេតកាន់តែរីកចម្រើនអ្នកស៊ើបអង្កេតលេហៀងវុធីត្រូវធ្វើការជាមួយក្រុមវិទ្យាសាស្ត្រចម្រុះបច្ចេកទេសកសោវិច័យប៉ូលីសបច្ចេកទេសទូរស័ព្ទនិងអធិការស៊ើបអង្កេតឯកទេសលើករណីអំពើហិង្សាព្រឹកថ្ងៃទី19ខែកញ្ញាលទ្ធផលដែលបានមកដល់ពីមន្ទីរពិសោធន៍ជាតិលទ្ធផលបង្ហាញថានៅលើសាច់ដុំដៃស្ដាំនៃសាកសពមានស្នាមជាតិDNAរបស់បុរសម្នាក់ដែលត្រូវនឹងសុកហេងដូចគ្នា
ការបញ្ជាក់នេះធ្វើឲ្យប៉ូលីសជឿថាករណីនេះមិនមែនជាអនាថ៌ឡើយប៉ុន្តែជាការសម្លាប់ប៉ុនប៉ងលាក់ភស្តុតាងវុធីបានរៀបចំកិច្ចប្រជុំបន្ទាន់ជាមួយមេប៉ូលីសខេត្តនិងអធិការវិសាលសុធាដែលជាមិត្តចាស់ក្នុងវិស័យស៊ើបអង្កេតពេលប្រជុំគាត់និយាយថាកុសុកហេងមានទំនាក់ទំនង Telegram ជាមួយជនរងគ្រោះជាច្រើនសារគាត់ជាមនុស្សចេះប្រាប់ពាក្យស្រឡាញ់ដើម្បីតាក់ទាញស្ត្រីក្មេងខ្ញុំសង្ស័យថាអាចមានជនរងគ្រោះដទៃទៀតអធិការវិសាលសួរវាមានអ្វីបញ្ជាក់ថានាងស្រីណូទៅជួបគាត់យប់នោះទេវុធីបង្ហាញភស្តុតាងទីតាំងគេផិសពីទូរស័ព្ទស្រីណូតាមការវិភាគចុងក្រោយពេលម៉ោង 9:54 យប់ទូរស័ព្ទនាងបានឈប់សកម្មនៅជិតផ្ទះជួសុកហេងប្រវែងប្រមាណ50ម៉ែត្រពីបឹងបន្ទាប់ពី10នាទីទូរស័ព្ទត្រូវបានបិទគាត់និយាយបន្ថែមថានេះជាភស្តុតាងថានាងទៅដល់ទីនោះមែនហើយគាត់ជាមនុស្សចុងរយដែលទំនាក់ទំនងជាមួយនាងនៅថ្ងៃបន្ទាប់ក្រុមប៉ូលីសបានចេញដេហាតស៊ើបសួររបស់សុកហេងពេលគេមកដល់គេឃើញថាគាត់អង្គុយលើផ្ទាំងឈើខណៈកូនស្រីតូចអាយុ5ឆ្នាំរត់លេងនៅជិតវុធីស្នើឲ្យគាត់មកការិយាល័យសាកសំតាមផ្លូវច្បាប់ក្នុងការសួរព័ត៌មានដំបូងសុកហេងមានចរិតស្ងប់ស្ងាត់ប៉ុន្តែពេលគេបង្ហាញរូបភាពស្នាមកៅស៊ូនិងលទ្ធផលដណាគាត់ក៏ចាប់ផ្ដើមញញឹមស្ដីហើយនិយាយថាឧតាអ្នកប្រកាសទេថាដណានោះជារបស់ខ្ញុំអាចជាកំហុសវិទ្យាសាស្ត្រផងដែរខ្ញុំមិនទាន់បានធ្វើអ្វីទេវុធីមើលទៅគាត់យ៉ាងស្ងៀមស្ងាត់ហើយនិយាយថាហើយស្នាមលើកនឹងដៃនេះបងយកមកពីណាសុកហេងស្រមៃបន្តិចមុនឆ្លើយក៏ខ្ញុំជួសម៉ូតូពេលដោះម៉ាស៊ីនវាប៉ះដែកក្តៅវុធីមិនទាន់ទុកចិត្តទេគាត់ស្នើឲ្យក្រុមបច្ចេកទេសពិនិត្យកាមេរ៉ាស៊ីកជុំវិញបឹងបន្ទាប់ពី2ថ្ងៃពួកគេបានរកឃើញភស្តុតាងដ៏សំខាន់កាមេរ៉ាផ្លូវចិត្តផ្ទះសុកហេងថតបានម៉ូតូស៊ើបអង្កេតពាក់សម្លៀកបំពាក់ដូចគាត់បើកចេញពីផ្ទះម៉ោង 9:47 យប់ហើយត្រឡប់វិញម៉ោង 11:02 យប់ប៉ុន្តែវាជាចម្ងាយប្រហែល500ម៉ែត្រពីទីកន្លែងឃើញសាកសពក្នុងការស៊ើបអង្កេតបន្ថែមក្រុមប៉ូលីសបានយកទិន្នន័យសម្លេងប៉ុនប៉ងហើយជំនួយពីអ្នកស្ដាប់នៅជិតបឹងអ្នកចាស់ជ្រុលលោកសាន់ឆុនធ្លាប់ព្រឺសម្លេងស្រីហៅគេសុំជួយតែគេមិនប្រកាសពីទេពេលប្រជុំគាត់និយាយថាកុសុកហេងមានទំនាក់ទំនង Telegram ជាមួយជនរងគ្រោះជាច្រើនសារគាត់ជាមនុស្សចេះប្រាប់ពាក្យស្រឡាញ់ដើម្បីតាក់ទាញស្ត្រីក្មេងខ្ញុំសង្ស័យថាអាចមានជនរងគ្រោះដទៃទៀតអធិការវិសាលសួរវាមានអ្វីបញ្ជាក់ថានាងស្រីណូទៅជួបគាត់យប់នោះទេវុធីបង្ហាញភស្តុតាងទីតាំងគេផិសពីទូរស័ព្ទស្រីណូតាមការវិភាគចុងក្រោយពេលម៉ោង 9:54 យប់ទូរស័ព្ទនាងបានឈប់សកម្មនៅជិតផ្ទះជួសុកហេងប្រវែងប្រមាណ50ម៉ែត្រពីបឹងបន្ទាប់ពី10នាទីទូរស័ព្ទត្រូវបានបិទគាត់និយាយបន្ថែមថានេះជាភស្តុតាងថានាងទៅដល់ទីនោះមែនហើយគាត់ជាមនុស្សចុងរយដែលទំនាក់ទំនងជាមួយនាងនៅថ្ងៃបន្ទាប់ក្រុមប៉ូលីសបានចេញដេហាតស៊ើបសួររបស់សុកហេងពេលគេមកដល់គេឃើញថាគាត់អង្គុយលើផ្ទាំងឈើខណៈកូនស្រីតូចអាយុ5ឆ្នាំរត់លេងនៅជិតវុធីស្នើឲ្យគាត់មកការិយាល័យសាកសំតាមផ្លូវច្បាប់ក្នុងការសួរព័ត៌មានដំបូងសុកហេងមានចរិតស្ងប់ស្ងាត់ប៉ុន្តែពេលគេបង្ហាញរូបភាពស្នាមកៅស៊ូនិងលទ្ធផលដណាគាត់ក៏ចាប់ផ្ដើមញញឹមស្ដីហើយនិយាយថាឧតាអ្នកប្រកាសទេថាដណានោះជារបស់ខ្ញុំអាចជាកំហុសវិទ្យាសាស្ត្រផងដែរខ្ញុំមិនទាន់បានធ្វើអ្វីទេវុធីមើលទៅគាត់យ៉ាងស្ងៀមស្ងាត់ហើយនិយាយថាហើយស្នាមលើកនឹងដៃនេះបងយកមកពីណាសុកហេងស្រមៃបន្តិចមុនឆ្លើយក៏ខ្ញុំជួសម៉ូតូពេលដោះម៉ាស៊ីនវាប៉ះដែកក្តៅវុធីមិនទាន់ទុកចិត្តទេគាត់ស្នើឲ្យក្រុមបច្ចេកទេសពិនិត្យកាមេរ៉ាស៊ីកជុំវិញបឹងបន្ទាប់ពី2ថ្ងៃពួកគេបានរកឃើញភស្តុតាងដ៏សំខាន់កាមេរ៉ាផ្លូវចិត្តផ្ទះសុកហេងថតបានម៉ូតូស៊ើបអង្កេតពាក់សម្លៀកបំពាក់ដូចគាត់បើកចេញពីផ្ទះម៉ោង 9:47 យប់ហើយត្រឡប់វិញម៉ោង 11:02 យប់ប៉ុន្តែវាជាចម្ងាយប្រហែល500ម៉ែត្រពីទីកន្លែងឃើញសាកសពក្នុងការស៊ើបអង្កេតបន្ថែមក្រុមប៉ូលីសបានយកទិន្នន័យសម្លេងប៉ុនប៉ងហើយជំនួយពីអ្នកស្ដាប់នៅជិតបឹងអ្នកចាស់ជ្រុលលោកសាន់ឆុនធ្លាប់ព្រឺសម្លេងស្រីហៅគេសុំជួយតែគេមិនប្រកាសពីទេប៉ូលីសនាំគាត់ទៅទីកន្លែងកើតហេតុហើយឲ្យស្ដាប់ការសម្លេងបង្ហាញពីល្បឿនខ្យល់និងចម្ងាយតាមពេលនោះលោកឈិននិយាយថាគោលសម្លេងនោះពិតជាខ្លាំងហើយមកពីផ្លូវក្បែរ Kios នោះមែនក្រុមស៊ើបអង្កេតចាប់ផ្ដើមសង្ស័យថាសុកហេងប្រហែលបានបញ្ចប់ជីវិតនាងនៅក្បែរផ្ទះរបស់គាត់បន្ទាប់មកដាក់លើម៉ូតូទៅបឹងដើម្បីបោះលាក់ភស្តុតាងពេលសួរព័ត៌មានជិតស្និទ្ធនឹងសុកហេងគេបានដឹងថាគាត់មានអតីតប្រវត្តិគ្រឿងស្រវឹងនិងជួបស្ត្រីតាមអនឡាញជាញឹកញាប់មិត្តរួមផ្ទះបុរសម្នាក់ឈ្មោះតារាបង្ហាញថាដល់ថ្ងៃនោះគាត់ស្រវឹងខ្លាំងខ្ញុំឬគាត់និយាយតាមទូរស័ព្ទថាអូនមកបងញើទំនិញឲ្យបងមុនខ្ញុំស្នើឲ្យគាត់កុំចេញតែគាត់ថាទៅជួបមិត្តតារាបន្ថែមថាបន្ទាប់ពីត្រឡប់មកវិញគាត់មានសម្លៀកបំពាក់សើមហើយចោលអាវក្នុងធុងសម្រាមក្រុមប៉ូលីសបានទៅរកធុងសម្រាមនោះព្រមទាំងរកឃើញអាវពណ៌ខ្មៅមានស្នាមឈាមស្ដើងការពិនិត្យបង្ហាញថាស្នាមឈាមនោះជារបស់ស្រីណូវូធីគិតក្នុងចិត្តថា
គ្រឿងភស្តុតាងកាន់តែច្បាស់ប៉ុន្តែត្រូវប្រមូលបន្ថែមឲ្យពេញលេញមុនចាប់ខ្លួនជាផ្លូវការគឺក្រុមបច្ចេកទេសបានស្កេនទិន្នន័យ Telegram របស់សុកហេងនៅទីនោះគេឃើញថាមានគណនីច្រើនប្រើឈ្មោះស្ត្រីនិងរូបស្អាតដើម្បីតាក់ទាញបុរសឲ្យញើប្រាក់ឬទំនិញតែគណនីគឺសុកហេងដែលជាសារចុងក្រោយជាមួយស្រីណូមានសារសង្ស័យមួយគឺបងសុំកុំប្រាប់នរណាថាមកផ្ញើឲ្យបងនៅទីនេះបងមិនចង់ឲ្យគេដឹងទេសារនេះត្រូវបានផ្ញើពីលេខតាមស៊ីមកាតបងប្រាក់សរុបដែលមិនមានឈ្មោះម្ចាស់ច្បាស់ប៉ូលីសស្នើឲ្យក្រុមហ៊ុនទូរស័ព្ទជួយស្វែងរកទីតាំងចាប់សញ្ញាលទ្ធផលបង្ហាញថាស៊ីមកាតនោះប្រើនៅផ្ទះជួលរបស់សុកហេងវុធីគិតថាគាត់ប្រើឈ្មោះផ្ទាល់ដើម្បីតាក់ទាញជនរងគ្រោះនេះជាការគ្រោះថ្នាក់លាក់លៀមគឺគ្រឿងភស្តុតាងជាច្រើននាំឲ្យករណីកាន់តែច្បាស់ប៉ុន្តែវុធីទទួលសារមិនប្រក្រតីពីមន្ត្រីលើមកថាគុំបន្តករណីនេះឲ្យឆ្ពោះទៅពេលវេលាព្រោះជនសង្ស័យមានអ្នកគាំទ្រដល់គាត់ប្រយ័ត្នកុំឲ្យបណ្ដឹងធំទៅសារព័ត៌មានវុធីដឹងថាអ្នកលើមុខមួយចំនួនប្រហែលជាមានទំនាក់ទំនងផ្ទាល់ជាមួយសុកហេងតាមកិច្ចការផ្លូវការខ្លះតែគាត់មិនអាចលះបង់ស្មារតីទល់ឲ្យធរបានទេគាត់និយាយជាមួយក្រុមស៊ើបអង្កេតថាយើងនឹងធ្វើតាមច្បាប់បើភស្តុតាងពេញលេញនោះគាត់ត្រូវឲ្យចាប់ខ្លួនដោយមិនពឹងពាក់លើអំណាចនរណាថ្ងៃទី26 ខែកញ្ញាឆ្នាំ2024ម៉ោង 7 ល្ងាចប៉ូលីសបានចាប់ខ្លួនសុកហេងក្រោមចោទប្រកាន់គូសម្លាប់បុគ្គលដោយចេតនានិងប៉ុនប៉ងលាក់ភស្តុតាងពេលចាប់ខ្លួនគាត់ស្ងៀមស្ងាត់មិននិយាយអ្វីទេនៅការិយាល័យស៊ើបអង្កេតគាត់ស្រក់ទឹកភ្នែកហើយនិយាយថាក៏ខ្ញុំមិនចង់ធ្វើទេប៉ុន្តែពេលនោះខ្ញុំស្រវឹងហើយចិត្តបាត់បង់ខ្ញុំមិនគិតថានាងនឹងស្លាប់ទេសំឡេងនោះធ្វើឲ្យមន្ត្រីប៉ូលីសស្ងាត់ស្ងៀមសេចក្តីទុកចិត្តនិងអាណិតចម្លើយគ្នាប៉ុន្តែវុធីនិយាយស្រាលថាបើគាត់មិនទទួលខុសត្រូវនោះជនរងគ្រោះមិនអាចសម្រាកបានទេបន្ទាប់មកសុកហេងត្រូវបញ្ជូនទៅតុលាការខេត្តនិងដាក់បន្ទុកក្នុងគុកពន្ធនាគារកំពុងរងចាំការដណ្ដើមទោសឲ្យធរពេលថ្ងៃចាប់ផ្ដើមភ្លឺសេចក្តីស្លាប់របស់ស្រីណូកលីជាបទពិសោធន៍ជួយសម្ភាសក្នុងសារព័ត៌មានជាច្រើនសារព័ត៌មានចាប់ផ្ដើមឆ្លងកាត់សំណួរទាំងមូលហេតុអ្វីករណីបែបនេះកើតឡើងញឹកញាប់តើប៉ូលីសនិងសង្គមអាចការពារស្ត្រីវ័យក្មេងពីការគ្រោះថ្នាក់បានយ៉ាងដូចម្តេចករណីនេះមិនត្រឹមតែជាការស៊ើបអង្កេតទេប៉ុន្តែវាក្លាយជាការត្រួតពិនិត្យចិត្តរបស់មនុស្សវុធីដែលជាអ្នកស៊ើបអង្កេតបានចូលរួមក្នុងការត្រៀមឯកសារទាំងអស់សម្រាប់ការបើកសវនាការតុលាការគាត់មិនគិតថាការងាររបស់គាត់គ្រាន់តែបំពេញកាតព្វកិច្ចទេប៉ុន្តែគាត់មើលវាដូចជាការទ្រទ្រង់ស្មារតីមនុស្សដែលបានបាត់បង់សង្ឃឹមថ្ងៃទី12 តុលាឆ្នាំ2024ការបើកសវនាការដំបូងប្រព្រឹត្តឡើងនៅតុលាការខេត្តកណ្ដាលសុកហេងត្រូវបាននាំចូលមកក្នុងសាលាដីការជាប់ខ្សែដៃមុខគាត់ស្ដាងស្គមនិងភ្នែកលើកមិនឡើងម្ដាយស្រីណូននៅជួរទី1ពាក់សម្លៀកបំពាក់ពណ៌ខ្មៅព្រមទាំងកាន់រូបថតកូនស្រីរបស់នាងពេលនាយកឲ្យការអានចាប់ប្រកាន់គូសម្លាប់បុគ្គលដោយចេតនានិងប៉ុនប៉ងលាក់ភស្តុតាងសាលាដីការស្ងៀមស្ងាត់ជិត10វិនាទីស្ត្រីជាច្រើនស្រក់ទឹកភ្នែកវុធីអង្គុយនៅខាងក្រោយសាលាមើលពីចម្ងាយដោយស្ងៀមស្ងាត់គាត់ដឹងថាទោះបីជាការស៊ើបអង្កេតបានសម្រេចទៅដល់ចំណុចច្បាស់ប៉ុន្តែភាពយុត្តិធម៌មិនមែនជារឿងងាយស្រួលពេលសវនាការបន្តឲ្យការនាំភស្តុតាងចូលបង្ហាញលទ្ធផលណាដែលត្រូវនឹងសុកហេងរូបភាពស្នាមកៅស៊ូនិងកាមេរ៉ាផ្លូវសារទូរស័ព្ទ Telegram សំឡេងសាកសំណេរការហៅជួយបន្ទាប់មកឲ្យការបង្ហាញសក្ខីកម្មរបស់ស្នេហាជិតស្និទ្ធស្រីណូដែលប្រាប់ថាស្រីណូធ្លាប់និយាយថាបងហេងចង់ឲ្យខ្ញុំទៅផ្ញើទំនិញផ្ទាល់ព្រោះគាត់និយាយថាមិនសូវសប្បាយចិត្តឲ្យគេដឹងសុកហេងស្ដាប់សក្ខីកម្មទាំងនេះដោយកាន់ក្បាលពេលចៅក្រមសួរថាតើគាត់ទទួលសារពិតទេគាត់ស្ទាក់ស្ទើរស្រក់ទឹកភ្នែកហើយនិយាយថាខ្ញុំសុំទោសខ្ញុំមិនអាចលាក់បានទេយប់នោះខ្ញុំស្រវឹងខ្ញុំបានជែកជាមួយនាងប៉ុន្តែពេលនាងប្រឆាំងខ្ញុំធ្វើអ្វីមិនគិតខ្ញុំគ្រាន់តែចង់ឲ្យនាងស្ងប់ប៉ុន្តែទាំងអស់គ្នាបានចេញពីដៃកូសាឡាដីការស្ងៀមជាថ្ងៃម្ដាយស្រីណូស្រក់ទឹកភ្នែកហើយនិយាយស្រាលថាបើកូនខ្ញុំត្រឡប់មកវិញបានសូម្បីតែត្រឹម1នាទីខ្ញុំក៏ឲ្យអភ័យទោសគាត់តែពេលនេះទល់ឲ្យធរត្រូវសម្រេចបន្ទាប់ពីសវនាការរយៈពេល2សប្តាហ៍តុលាការបានប្រកាសសេចក្តីសម្រេចតាមបទល្មើសប្រការ200និង203នៃច្បាប់ព្រំទណ្ឌកម្ពុជាដែលពាក់ព័ន្ធនឹងការសម្លាប់បុគ្គលដោយចេតនាតុលាការបញ្ជាក់ឲ្យលើកលែងចោទរំលោភនិងបញ្ជូនទោសសុកហេងឲ្យជាប់ពន្ធនាគារ22ឆ្នាំគូសាឡាដីការប្រាប់ឲ្យគាត់ចាក់ចេញជាផ្លូវការម្ដាយរីណូតួដំណឹងនោះដោយស្ងៀមស្ងាត់ប៉ុន្តែភ្នែកនាងស្រស់ទឹកភ្នែកបន្ទាប់ពីចេញពីសាលាវុធីបានទៅសួរម្ដាយស្រីណូនាងនិយាយថាក៏ខ្ញុំមិនសប្បាយចិត្តទេប៉ុន្តែយ៉ាងហោចណាស់កូនខ្ញុំទទួលបានទល់ឲ្យធរខ្ញុំសង្ឃឹមថាសង្គមយើងនឹងរៀនពីរឿងនេះបន្ទាប់ពីក្តីចេញលទ្ធផលសារព័ត៌មានបានសរសេរអំពីវុធីថាអធិការវុធីអ្នកស៊ើបអង្កេតដែលមិនលះបង់ស្មារតីទល់ឲ្យធរទោះប្រឈមសម្ពាធពីខាងលើប៉ុន្តែសម្រាប់គាត់ខ្លួនមិនចង់ល្បីឡើយនៅក្នុងសៀវភៅកំណត់ហេតុស៊ើបអង្កេតរបស់គាត់មានប្រយោគមួយសរសេរជាអក្សរតូចមនុស្សអាចបំភ្លេចសពថ្ងៃប៉ុន្តែទល់យីធមមិនអាចបាត់បង់សម្លេងជនរងគ្រោះនឹងនៅក្នុងខ្យល់ទោះគេមនុស្សក៏ដោយ
បន្ទាប់មកគាត់បានដាក់ឯកសារទាំងអស់ក្នុងប្រអប់ពិសេសដែលគាត់ហៅថាករណីចុងក្រោយដែលបង្រៀនចិត្តខ្ញុំរឿងនេះបានធ្វើឲ្យសហគមន៍ចិត្តបឹងព្រែកស្អប់កែប្រែយ៉ាងច្បាស់ប្រជាជនបានបង្កើតក្រុមអធិការការពារស្ត្រីនិងកុមារីដើម្បីជួយណែនាំស្ត្រីវ័យក្មេងអំពីការប្រុងប្រយ័ត្នពេលធ្វើការយប់អង្គការមិនរកប្រាក់ចំណេញមួយបានបង្ហាញស្លាកសញ្ញាទល់ឲ្យធម៌សម្រាប់ស្រីណូសុវត្ថិភាពសម្រាប់ស្ត្រីគ្រប់រូបនៅសាលារៀនចិត្តបឹងគ្រូបង្រៀនបានយករឿងនេះធ្វើជាឧទាហរណ៍អប់រំសិស្សថាកុំជឿនរណាដែលមិនស្គាល់ល្អត្រូវប្រាប់គ្រួសារមុនចេញក្រៅជីវិតស្រីណូបានបាត់បង់ប៉ុន្តែវាបានក្លាយជាសារៈសំខាន់សម្រាប់សង្គម3ខែក្រោយការបរិច្ឆេទដែលនៃយប់កើតហេតុវុធីបានត្រឡប់ទៅកន្លែងបឹងព្រែកស្អប់វិញព្រះអាទិត្យជិតលិចចំណុចដែលពេលណាមួយជាកន្លែងភ័យខ្លាចឥឡូវស្ងប់ស្ងាត់គាត់នាំផ្កាដែលកូនស្រីណូផ្ញើឲ្យមកដាក់នៅជិតស្លាបបឹងគាត់និយាយស្រាលថាអូនស្រីណូទល់ឲ្យធោះអាចយឺតតែវាមិនបាត់បង់ទេអូនបានបង្រៀនឲ្យខ្ញុំដឹងថាស្មារតីមនុស្សល្អមិនត្រូវស្ងៀមបន្ទាប់មកគាត់អង្គុយស្ដាប់សំឡេងខ្យល់បន្ទាប់មកបិទភ្នែកយ៉ាងស្ងប់នៅក្នុងចិត្តគាត់មានសំឡេងស្រីណូដែលស្រដៀងនឹងសំឡេងខ្យល់អរគុណបងសូមរក្សាទល់ឲ្យធោះសម្រាប់អ្នកដទៃផងវុធីញឹមស្រាលនោះជាផ្លែផ្ការបស់ទល់ឲ្យធោះដែលមិនអាចរលត់ដោយពេលវេលាបន្ទាប់ពីការសម្រេចក្តីរបស់តុលាការការរស់នៅរបស់អធិការវុធីមិនដូចមុនទៀតឡើយគាត់ចូលរួមសិក្ខាសាលាប្រឆាំងអំពើហិង្សាផ្លូវភេទនិងឧក្រិដ្ឋកម្មចំពោះស្ត្រីនៅសាលាកម្មវិធីប៉ូលីសជាតិប៉ុន្តែគាត់មិនមែនជាអ្នកនិយាយផ្លូវការទេគាត់និយាយជាមនុស្សម្នាក់ដែលបានឮសំឡេងនៃជនរងគ្រោះជាក់ស្ដែងយើងអាចមានច្បាប់ប៉ុន្តែបើគ្មានចិត្តមនុស្សអ្វីក៏មិនប្រែប្រួលយើងត្រូវស្ដាប់សំឡេងអ្នកដែលស្លាប់ដើម្បីជួយអ្នករស់ក៏សុនត្រុកថារបស់គាត់ធ្វើឲ្យប៉ូលីសវ័យក្មេងជាច្រើនប្រើវាជាអំណាចក្នុងការធ្វើការបានល្អជាងមុនរឿងករណីស្រីណូត្រូវបានសរសេរជាសៀវភៅឯកសារមួយដោយអ្នកសារព័ត៌មានឈ្មោះច័ន្ទគីមសៀវភៅមានចំណងជើងថាសំឡេងមិនអាចលុបបានដែលបង្ហាញពីការស៊ើបអង្កេតបញ្ហាសង្គមនិងការតស៊ូសម្រាប់ទល់ឲ្យធម៌សៀវភៅនេះត្រូវបានចែកចាយក្នុងសាកលវិទ្យាល័យជាច្រើនដើម្បីបង្រៀននិស្សិតអំពីសីលធម៌សង្គមនិងការទទួលខុសត្រូវក្នុងការផ្ដល់សំឡេងដល់ជនរងគ្រោះសារព័ត៌មានមួយបានសួរអធិការវុធីថាលោកមានអារម្មណ៍យ៉ាងដូចម្តេចពេលរឿងនេះក្លាយជាឧទាហរណ៍សម្រាប់ប្រទេសគាត់ឆ្លើយថាខ្ញុំមិនចង់ឲ្យគេនិយាយពីខ្ញុំទេខ្ញុំចង់ឲ្យគេចងចាំស្រីណូប្រសិនបើការចងចាំនាងអាចការពារជីវិតអ្នកដទៃបាននោះជាអ្វីដែលខ្ញុំសប្បាយចិត្តបំផុតនៅភូមិបឹងព្រែកស្អប់មានការផ្លាស់ប្ដូរយ៉ាងច្បាស់ជនជាតិភាគច្រើនចាប់ផ្ដើមដឹងពីតម្លៃនៃសុវត្ថិភាពស្ត្រីបុរសវ័យក្មេងមួយចំនួនបានចូលរួមសកម្មភាពស្ម័គ្រចិត្តបងប្អូនការពារគ្នាដើម្បីចូលជួយរាតត្បាតពេលយប់និងជួយនារីដែលធ្វើការយប់ឲ្យមានសុវត្ថិភាពម្ដាយស្រីណូក៏បានបង្កើតមូលនិធិមួយឈ្មោះផ្កាព្រែកស្អប់ដើម្បីជួយស្ត្រីដែលជាជនរងគ្រោះនៃអំពើហិង្សានាងនិយាយក្នុងពិធីបើកថាខ្ញុំមិនអាចយកកូនស្រីខ្ញុំត្រឡប់មកវិញបានទេប៉ុន្តែខ្ញុំអាចជួយអ្នកដទៃមិនឲ្យបាត់បង់ដូចគាត់នេះជាវិធីដែលខ្ញុំរក្សាគាត់នៅក្នុងជីវិតខ្ញុំគឺឆ្នាំមួយក្រោយមកនៅថ្ងៃខួបស្លាប់ស្រីណូសហគមន៍បានធ្វើពិធីចងចាំព្រះសង្ឃប្រាប់អត្ថន័យថាព្រោះសេចក្តីស្លាប់របស់មនុស្សម្នាក់អាចបង្ហាញអំពីសេចក្តីរស់របស់មនុស្សរាប់រយកុំឲ្យស្លាប់ដោយទេគីវុធីបានមកចូលរួមជាមួយកូនស្រីតូចរបស់គាត់កូនស្រីសួរថាប៉ាអូនស្រីណូទៅណាវុធីញឹមស្រាលនាងទៅជាផ្កានៅលើមេឃរាល់ពេលខ្យល់លោតលាន់ប៉ាបានឮសំឡេងនាងកូនស្រីគាត់សើចប៉ុន្តែភ្នែកមានពន្លឺនៃការយល់ដឹងនោះជាពេលវុធីដឹងថាការបន្តសេចក្តីល្អចាប់ផ្ដើមពីការបង្រៀនចិត្តកូនបន្ទាប់ពី3ឆ្នាំអធិការវុធីបានចូលរួមជាអ្នកបង្រៀននៅសាលាបណ្ដុះបណ្ដាលប៉ូលីសជាតិគាត់បង្រៀនមុខវិជ្ជាកុសលធម៌នៃការស៊ើបអង្កេតហើយយកករណីស្រីណូជាឧទាហរណ៍សម្រាប់សិស្សគ្រប់ចំនួនគាត់ប្រាប់សិស្សថាករណីនេះបង្រៀនឲ្យខ្ញុំដឹងថាការស៊ើបអង្កេតមិនមែនគ្រាន់តែរកអ្នកល្មើសទេប៉ុន្តែជាការស្ដារស្មារតីមនុស្សវិញអ្នកនឹងងើសំឡេងមនុស្សជាច្រើននៅក្នុងការងារកុំឲ្យសំឡេងនោះត្រូវលុបសិស្សជាច្រើនកាន់ក្បាលសៀវភៅរបស់ច័ន្ទគីមនិងសរសេរពាក្យសម្គាល់គូទល់ឲ្យធម៌សម្រាប់អ្នកដែលមិនអាចនិយាយបានគឺនៅឆ្នាំ2028វុធីត្រូវបានសម្ភាសដោយសារព័ត៌មានអន្តរជាតិមួយអ្នកសារព័ត៌មានសួរថាតើលោកគិតថាការស៊ើបអង្កេតនោះបំលែងជីវិតលោកយ៉ាងដូចម្តេចគាត់ឆ្លើយយ៉ាងស្ងប់វាប្រែខ្ញុំពីអ្នកអនុវត្តច្បាប់ទៅជាមនុស្សដែលយល់ពីតម្លៃជីវិតខ្ញុំមិនអាចសង្គ្រោះស្រីណូបានទេប៉ុន្តែខ្ញុំអាចធ្វើឲ្យសង្គមរំលឹកនាងជានិច្ចវានៅក្នុងគំនិតខ្ញុំរៀងរាល់ពេលដែលខ្ញុំឮសំឡេងខ្យល់នៅជិតបឹងក៏រឿងស្រីណូលីជាគំនិតដឹកនាំសម្រាប់កម្មវិធីជាតិប្រឆាំងអំពើហិង្សាអង្គការសហប្រជាជាតិបានយកករណីនេះធ្វើជាឧទាហរណ៍ក្នុងសន្និសីទអាស៊ីអាគ្នេយ៍ឆ្នាំ2029នៅទីនោះម្ដាយស្រីណូឡើងឈរនៅលើឆាកនិយាយជាសំឡេងស្រស់ស្រាយកូនស្រីខ្ញុំបានបាត់បង់ជីវិតប៉ុន្តែវាបានឲ្យកំណើតដល់ចលនាផ្លាស់ប្ដូរកុំឲ្យការឈឺចាប់របស់នាងត្រូវប្រើប្រាស់ជាការភ័យខ្លាចប៉ុន្តែជាធម្មពលសម្រាប់ការពារ
សូម្បីតែអ្នកសារព័ត៌មានអន្តរជាតិក៏ស្រក់ទឹកភ្នែកឆ្នាំ2030វុធីចូលនិវត្តន៍គាត់រស់នៅជិតបឹងព្រែកស្អប់ដោយដែលបានសន្យានៅថ្ងៃចុងក្រោយនៃការសម្ភាសន៍គាត់បាននិយាយថាក៏ខ្ញុំគិតថាការងាររបស់ប៉ូលីសគឺមិនមែនទប់ទល់អំពើអាក្រក់ទេប៉ុន្តែជាការចងចាំអ្នកល្អស្រីណូគឺជាអ្នកល្អម្នាក់នាងបានបង្ហាញថាសម្លេងតូចមួយអាចធ្វើឲ្យពិភពលោករំញោចបានក្នុងយប់នោះខ្យល់បក់ស្រាលពន្លឺច័ន្ទត្រាវលើទឹកបឹងនៅលើផ្ទៃទឹកបឹងស្ងប់ស្ងាត់មានផ្កាស្រស់ស្អាតជាច្រើនលើក្បាលទឹកដែលកូនស្រីវុធីបានលេបលើស្មារតីស្រីនៅវុធីបិទភ្នែកហើយស្ដាប់សំឡេងខ្យល់បក់ជាបន្តបន្ទាប់សូម្បីតែពេលព្រះអាទិត្យលិចអំពូលទល់ឲ្យធន់នៅក្នុងចិត្តមនុស្សក៏នៅតែភ្លឺចែងចាំងរឿងនេះជាការចងចាំអំពីស្ត្រីវ័យក្មេងម្នាក់ដែលបានបាត់បង់ជីវិតប៉ុន្តែសំឡេងនាងបានក្លាយជាថាមពលសម្រាប់ការផ្លាស់ប្ដូរវាជាផ្លូវដើររបស់មនុស្សស្មោះត្រង់ម្នាក់ដែលមិនអាចឲ្យភាពងឹតគ្រប់ដណ្ដប់លើទល់ឲ្យធរបាន